សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំមកយករឿងម្យ៉ាងដែលពាក់ព័ន្ធជាមួយព្រះច័ន្ទពណ៌ក្រហមឬហៅម្យ៉ាងទៀតថាជាព្រះច័ន្ទពណ៌លឿងតើអ្នកទាំងអស់គ្នាមានដឹងថាព្រះច័ន្ទពណ៌ក្រហមឬព្រះច័ន្ទដែលមានពណ៌លឿងនេះបើនៅតាមជំនឿបុរាណគេជឿថាព្រះច័ន្ទពណ៌ក្រហមគឺជាព្រះច័ន្ទដែលនាំនៅគ្រោះមហន្តរាយឬមានជំនួយសាស្ត្រផងដែរហើយនៅក្នុងវប្បធម៌បុរាណគឺមានជនជាតិជាច្រើនដែលជឿថាព្រះច័ន្ទពណ៌ក្រហមនេះនឹងនាំនៅសញ្ញាដ៏អាក្រក់ហើយនឹងប្រមានពួកគេយ៉ាងអាថ៌កំបាំងនៅអរបុរាណគេជឿថាព្រះច័ន្ទពណ៌ក្រហមនេះជាសញ្ញានាំមកនៅសង្គ្រាមឬជាសញ្ញានាំនៅមេរោគរាតត្បាតជាដើមហើយសម្រាប់ប្រទេសចិនបុរាណវិញគេជឿថាព្រះច័ន្ទពណ៌ក្រហមនេះគឺនាំនៅសញ្ញាដ៏អាក្រក់សម្រាប់ពួកគេហើយពួកគេតែងតែចាប់សត្វតែជាឈាមដើម្បីជូនដល់ព្រះច័ន្ទពណ៌ក្រហមនេះផងដែរហើយពួកគេក៏មានកម្មវិធីដូចជាវាយស្គរដើម្បីធ្វើជាសញ្ញាឬធ្វើជាការស្នើសុំដល់ព្រះច័ន្ទពណ៌ក្រហមនេះផងដែរនៅអាមេរិកពីបុរាណគេជឿថាព្រះច័ន្ទពណ៌ក្រហមនេះវានាំនៅសញ្ញាគឺជាការប្រមានអំពីព្រះរបស់ពួកគេដែលនាំនៅបញ្ហាធំជាច្រើនហើយចំណែកសាសនាខ្លះទៀតគេជឿថាព្រះច័ន្ទពណ៌ក្រហមនេះគឺត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏អាក្រក់និងបង្ហាញនៅការប្រមានដ៏មិនល្អឬក៏ជាការចុងក្រោយបញ្ចប់ត្រង់សម្រាប់ថ្ងៃកំណត់កាត់ទោសរបស់ជនជាប់ទោសជាដើមទោះជាបុរាណជឿថាព្រះច័ន្ទពណ៌ក្រហមឬក៏ជាព្រះច័ន្ទពណ៌ឈាមនេះគឺជាការប្រមានក៏ដោយប៉ុន្តែបើយើងយកតាមអ្នកវិទ្យាសាស្ត្រសពថ្ងៃគ្រាន់ជាដំណើររបស់ព្រះច័ន្ទនិងផែនដីនិងព្រះអាទិត្យតែប៉ុណ្ណោះតែវាកាត់ឡើងអំពីធម្មជាតិឥឡូវនេះយើងមកដឹងថាតើការកាត់ឡើងនេះវាកាត់ឡើងយ៉ាងដូចម្តេចព្រះច័ន្ទពណ៌ក្រហមនេះវាជាព្រឹត្តិការណ៍ធម្មជាតិដែលវាកាត់ឡើងរវាងព្រះអាទិត្យផែនដីនិងព្រះច័ន្ទនៅពេលដែលផែនដីដែលស្ថិតនៅជាជួរគ្នាជាមួយព្រះអាទិត្យនិងព្រះច័ន្ទវាបានធ្វើឲ្យព្រះអាទិត្យត្រូវបានបាត់មិនអាចផ្ដល់ពន្លឺនោះទៅដល់ព្រះច័ន្ទដោយផ្ទាល់ប៉ុន្តែវានៅមានពន្លឺខ្លះៗដែលអាចឆ្លងកាត់ពីផែនដីចូលទៅដល់ព្រះច័ន្ទហើយធ្វើឲ្យពន្លឺនោះប៉ះទៅបត់ចំព្រះច័ន្ទហើយត្រូវបានចេញពន្លឺពណ៌ខៀវត្រូវជះចោលនៅក្នុងបរិយាកាសខណៈពេលពន្លឺពណ៌ក្រហមនិងពណ៌ទឹកក្រូចត្រូវបានចាំងចូលក្នុងព្រះច័ន្ទដូចនេះព្រះច័ន្ទហាក់ដូចជាមានពណ៌ក្រហមហើយវាកើតនៅចំពេលដែលព្រះច័ន្ទមានរូបរាងពេញវងប៉ុណ្ណោះខណៈពេលដែលវាមានរូបរាងក្រហមច្រើននេះវាមានរយៈពេលត្រឹមតែ1ទៅ2ម៉ោងតែប៉ុណ្ណោះហើយមិនមែនតែគ្រប់ប្រទេសអាចមើលវាបានទេវាអាស្រ័យទៅលើភូមិសាស្ត្រហើយនិងបរិយាកាសធម្មជាតិផងដែរឥឡូវនេះយ៉ាងមិនដែរតើអ្នកនរគ្នាជឿទៅលើព្រះច័ន្ទពណ៌ក្រហមទេអត់តើអ្នកនរគ្នាជឿទៅលើមេណាអ្នកនរគ្នាជឿទៅលើវិទ្យាសាស្ត្រឬតើអ្នកនរគ្នាជឿទៅលើជំនឿពីបុរាណតើអ្នកនរគ្នាគិតយ៉ាងមិនដែរចំពោះព្រះច័ន្ទពណ៌ក្រហមឬហៅព្រះច័ន្ទពណ៌ឈាមនេះតើអ្នកនរគ្នាធ្លាប់ឮចាស់ៗពីដើមគេនិយាយថាមិនខ្លះពីព្រះច័ន្ទពណ៌ក្រហមនេះហើយអ្នកនរគ្នាខ្លាចដែរអត់បើសិនជាអ្នកនរគ្នាឃើញព្រះច័ន្ទដែលចេញរូបរាងក្រហមនេះសូមខមមិននៅខាងក្រោមវីដេអូនេះសូមអ្នកនរគ្នាកុំភ្លេចជួយចុច like ចុច share ហើយចុចបេះដូងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតសូមអរគុណ